សូមថ្វាយបង្គំព្រះដ៏មានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធអង្គនោះខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខទើបនឹងត្រាស់ដឹងជាដំបូងទ្រង់គង់នៅទៀបគុលពោធិព្រឹក្សប្របឆ្នេរស្ទឹងនេរញ្ជរាក្នុងអរុវេលាប្រទេសសម័យនោះឯងព្រះមានព្រះភិក្ខទ្រង់គង់ដោយព្រះភ្នែនតែមួយសោយវិមុតតិសុខអស់7ថ្ងៃលុះកន្លង7ថ្ងៃនោះទៅហើយព្រះមានព្រះភិក្ខទ្រង់ចេញចាកសមាធិនោះហើយប្រមាលមើលសត្វលោកដោយពុទ្ធចាខោការព្រះមានព្រះភិក្ខទ្រង់ប្រមាលមើលដោយពុទ្ធចាខោទ្រង់បានឃើញពួកសត្វដែលកំពុងក្តៅអន្ទះសាដោយគ្រឿងក្តៅជាអនេកផងកំពុងឆេះរលរៀលដោយគ្រឿងឆេះរលរៀលជាអនេកផងដែលកើតអំពីរាគៈខ្លះកើតអំពីទោសៈខ្លះកើតអំពីមោហៈខ្លះលុះព្រះមានព្រះភិក្ខទ្រង់ជ្រាបសេចក្តីនោះហើយទើបទ្រង់បន្លឺឧទាននៅក្នុងវេលានោះថាសត្វលោកនេះមានសេចក្តីក្តៅអន្ទះសាត្រូវផាសាគ្របសង្កត់ហើយរមែងពលនៅខណ្ឌបញ្ចកៈដែលមានរោគថាជាខ្លួនព្រោះថាសម្គាល់ឃើញដោយអាការៈណាខណ្ឌបញ្ចកៈនោះរមែងប្រែคล้ายទៅជាអាការៈនោះសត្វលោកជាប់ជំពាក់ក្នុងភពត្រូវភពគ្របសង្កត់មានការប្រែប្រួលជាធម្មតាតែងត្រេកត្រអាលនឹងភពសត្វត្រេកអរនឹងរបស់ណារបស់នោះជាភ័យខ្លាចចំពោះរបស់ណារបស់នោះជាទុក្ខមានតែបុគ្គលប្រព្រឹត្តមគ្គប្រមចារិយានេះទើបលះបង់ភពបានពួកសាមណាឬព្រាហ្មណ៍ណាមួយពលនឹងការរួចចាភពដោយភពសាសតតថេពួកសាមណាព្រាហ្មណ៍ទាំងអស់នោះតថាគតពោលថាមិនរួចស្រឡះចាភពឡើយមួយទៀតពួកសាមណាឬព្រាហ្មណ៍ណាមួយពលនឹងការរលាស់ចាភពដោយវិភពឧឆេតតថេពួកសាមណាព្រាហ្មណ៍ទាំងអស់នោះតថាគតពោលថាមិនរលាស់ចេញចាភពឡើយព្រោះថាទុក្ខនេះកើតព្រោះអាស្រ័យឧបធិទាំងពួងការកើតទុក្ខមិនមានព្រោះអឧបទានទាំងពួងអ្នកចូលមើលនៅលោកនេះចុះពួកសត្វក្តីអ្នកត្រេកអរក្នុងពួកសត្វក្តីដែលអវិជ្ជាដ៏ក្រាស់គ្របសង្កត់ហើយមិនរួចស្រឡះចាទុក្ខបានឡើយព្រោះថាភពណាមួយក្នុងទីទាំងពួងគ្រប់ទិសទាំងអស់ភពទាំងអស់នោះសុទ្ធតែមិនទៀងជាទុក្ខមានការប្រែប្រួលជាធម្មតាកាលបុគ្គលឃើញហេតុនោះដោយប្រាជ្ញាដ៏ប្រពៃតាមពិតយ៉ាងនេះហើយរមែងលះបង់ភវៈតណ្ហាមិនត្រេកត្រអាលចំពោះវិភវៈតណ្ហាឡើយការប្រាជ្ញាដំរេកនិងការរលត់មិនសល់ព្រោះការអស់តណ្ហាទាំងឡាយដ៏សពគ្រប់ឈ្មោះថានិព្វានភពថ្មីក៏មិនមានដល់ភិក្ខុនោះអ្នករលត់ហើយព្រោះមិនមានឧបទានភិក្ខុនោះបានគ្របសង្កត់មាទាំងឈ្នះសង្គ្រាមជាអ្នកនឹងថឹងកន្លងភពទាំងអស់បានសូទី10ដកស្រង់ចេញពីបេដកភេ52ទំព័រទី189ដល់ទំព័រទី191រៀបរៀងដោយព្រះពុទ្ធវចនា